lầnយើងចូលមកដល់ទំព័រទី3គឺ language warm up ពាក្យថា warm up ហ្នឹងមានន័យថាយើងកម្ដៅសាច់ដុំពាក្យទូទៅយើងមានន័យអញ្ចឹងក្នុងភាសាកីឡាឥឡូវអ្នកនរគ្នាមើលនៅត្រង់ reading នេះគឺគេប្រាប់ថា read and listen to tourists getting acquainted before a tour មានន័យថាអានហើយស្ដាប់ពីភ្ញៀវទេសចរដែលចាប់ផ្ដើមស្គាល់គ្នាមុននឹងដំណើរទេសចរ Notice the feature words and phrases ចូលកត់សម្គាល់ពាក្យឬក៏កន្សោមដែលត្រូវបានគេរំលេចបើពាក្យថា feature នេះមានន័យថារំលេចនៅក្នុងនេះយើងមានតួអង្គចំនួន6នាក់គឺទី1ហ្នឹងគឺ Mati ទី2គឺ Jinsu ទី3គឺ Catherine ទី4គឺ Anna ទី5គឺ Sunny ទី6គឺ Guy យើងចាប់ផ្ដើមពី Martin Excuse me ខ្ញុំសុំទោស Are you on a 9 o'clock tour តើអ្នកឯងក៏ធ្វើដំណើរសម្រាប់ទេសចរនៅម៉ោង9ដែរឬ Yes we are បាទពិតមែនហើយ You too អ្នកអញ្ចឹងដែរមែនឬ We are បាទគឺពួកយើងអញ្ចឹងដែរ By the way និយាយអញ្ចឹង I am Mati Taylor ខ្ញុំឈ្មោះ Mati Taylor and this is my wife Anna ហើយនេះជាប្រពន្ធរបស់ខ្ញុំឈ្មោះ Anna and our daughter Catherine ហើយនឹងកូនស្រីរបស់ពួកយើងឈ្មោះថា Catherine and I am Jingsu Park ហើយខ្ញុំគឺឈ្មោះ Jingsu Park Nice to meet you Mr and Mrs Taylor រីករាយណាស់ដែលបានជួបអ្នកលោកស្រី Taylor Catherine ហើយនឹង Catherine ផងដែរ It's a pleasure to meet you too វាក៏ជាក្តីរីករាយដែលបានជួបអ្នកដែរ But please call me Mati ប៉ុន្តែហៅខ្ញុំ Mati ទៅបានហើយ And everyone call me Kate ហើយគ្រប់គ្នាហៅខ្ញុំថា Kate It's my nickname វាជាឈ្មោះហៅក្រៅរបស់ខ្ញុំ Okay then Kate Okay ចឹងក៏បានដែរ Kate And let me introduce you all to my wife Sunny ឥឡូវខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ប្រពន្ធរបស់ខ្ញុំឈ្មោះ Sunny So where you from ដូច្នេះតើអ្នកមកពីណាដែរ We are from Seoul Korea យើងមកពីទីក្រុងសេអ៊ូលប្រទេសកូរ៉េ And you ចេះអ្នកវិញ Well I'm originally from Ecuador ខ្ញុំដើមកំណើតពីប្រទេស Ecuador But Mati is from the state ប៉ុន្តែ Mati មកពីសហរដ្ឋអាមេរិក We live in Dallas យើងរស់នៅក្នុងទីក្រុង Dallas Good morning everyone អរុនសួស្តីគ្រប់គ្នា I am Guy from Paris City Tour ខ្ញុំឈ្មោះ Guy មកពីក្រុមហ៊ុនទេសចរឈ្មោះថា Paris City Tour Does everyone here speak English តើគ្រប់គ្នានៅទីនេះនិយាយភាសាអង់គ្លេសទេ Yes we do មែនហើយពួកយើងនិយាយភាសាអង់គ្លេស Well that's great អញ្ចឹងគឺល្អណាស់ The bus is right outside រថយន្តក្រុងគឺត្រៀមរួចរាល់ជាស្រេចនៅខាងក្រៅ